សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូបង្ហាញទាក់ទងនឹងការងាររៀបឥដ្ឋពន្លឺបងប្អូនដឹងហើយថាការងារ decor ផ្ទះគឺមាន material ជាច្រើនរួមផ្សំបញ្ចូលគ្នាហើយក្នុងនោះក៏មានជាប្រភេទឥដ្ឋពន្លឺដែលបងប្អូនអាចនឹងតែងនិយមហៅនៅតាមតំបន់ផ្សេងៗគ្នាជាកែវពន្លឺឬក៏ជាឥដ្ឋពន្លឺតែដូចនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបដែលយើងរៀបចំរៀបឥដ្ឋពន្លឺនិងមានសម្ភារៈមួយចំនួនដែលយើងត្រៀមនឹងធ្វើការងារប្រើប្រាស់ជាមួយគ្នាដើម្បីឲ្យការងារនេះរលូនទៅខាងមុខបានល្អដូច្នេះហើយបងប្អូនអាចមើលនៅក្នុងវីដេអូនេះបានដូចតទៅជាដំបូងនៅក្នុងក្រុមការងាររបស់យើងគឺយើងមានត្រៀមតាក់ទងជាមួយនឹងឥដ្ឋនេះជាស្រេចហើយនឹងកំបោរដែលសម្រាប់លាយសម្រាប់បិទភ្ជាប់គ្នាជាមួយនឹងឥដ្ឋបន្ទាប់មកការងារនេះឥដ្ឋនេះដែរគឺយើងរៀបចំដំឡើងម្ដងមួយដុំដោយយើងប្រត់ព្រៀងវាខ្លាំងណាស់ដោយសារឥដ្ឋនេះគឺមិនងាយស្រួលរៀបនោះទេដោយសារកំបោររបស់យើងជាប្រភេទកំបោរទន់ហើយយកមករៀបភ្ជាប់គ្នាដោយមានសរសៃដែកនៅតាមជួរឈរនីមួយៗដើម្បីពង្រឹងដើម្បីកុំឲ្យឥដ្ឋនេះរលំនៅពេលក្រោយព្រោះដែលយើងធ្វើបែបនេះគឺធ្វើឲ្យសកម្មភាពការងាររបស់យើងធ្វើទៅបានយ៉ាងរលូននិងសំណង់របស់យើងរឹងមាំនិងគង់វង្សបានយូរបងប្អូនឃើញទេនេះតាក់ទងជាមួយនឹងឥដ្ឋរបស់យើងគឺយើងយកចេញពីក្នុងកេះមកយើងនឹងពិនិត្យមើលថាតើឥដ្ឋរបស់យើងមានស្នាមបែកបាក់ដែរឬទេហើយក្នុងការងារនេះជាងចាប់ផ្ដើមដំឡើងដោយថ្នមគោះដំបញ្ចូលនៅទីតាំងមួយជាក់លាក់និងមានកម្រិតកម្ពស់ឬគម្លាតច្បាស់លាស់ណាមួយឲ្យបានត្រឹមត្រូវព្រោះវាពិបាកធ្វើហើយបើសិនជាយើងមិនសូវជំនាញនោះទេការងារនោះគឺយើងធ្វើមិនបានស្អាតល្អនោះទេចុងក្រោយយើងអាចនឹងទទួលការខាត់បងជាមិនខានសម្រាប់ជាងល្មមគឺមិនអាចធ្វើការទេបងប្អូនហើយល្បឿនការងារក៏មិនសូវបានលឿននោះដែរដូច្នេះជាងដែលមានជំនាញឬក៏ជាងដែលធ្លាប់ធ្វើការងារនេះពីមុនគឺពួកគាត់នឹងមានភាពឆ្លៀសវៃក្នុងការច្នៃនិងរៀបចំការងារនេះឲ្យបានលឿនល្អនិងចំណេញពេលវេលាច្រើនដោយបងប្អូនឃើញស្រាប់ហើយជាងចាប់ដើមរៀបមួយដុំទៅមួយដុំជាបន្តបន្ទាប់រហូតដល់កម្ពស់ណាមួយដែលយើងចង់បានហើយការងារនេះដែរតម្លៃក៏មិនសូវជាធូរថ្លៃប៉ុណ្ណានោះទេព្រោះអីសម្ភារៈគឺវាថ្លៃទាំងអស់ហើយកម្មកររបស់យើងគាត់ចាប់ផ្ដើមយកម៉ូទ័រលាយវាយជាមួយនឹងបាយអរបស់យើងឲ្យវាចូលគ្នាជាមួយនឹងទឹកឲ្យទៅចេញជាល្បាយបាយអដ៏ល្អឥតខ្ចោះមួយនៅក្នុងនោះដែរដំណើរការនេះគឺយើងអាចកូរដោយដៃឬកូរវាសដោយដៃក៏បានដែរប៉ុន្តែសម័យនេះហើយបងប្អូនអាចប្រើម៉ូទ័រនេះមកជំនួសកម្លាំងបានច្រើនមែនទែនហើយក៏ចំណេញពេលវេលានិងចំណេញថវិកាផងដែរក្នុងការដែលយើងលាយកំបោរយើងអាចថែមទឹកជាបន្តបន្ទាប់ដើម្បីឲ្យសាច់កំបោរលាយចូលបញ្ចូលគ្នាជាសាច់តែមួយបន្តទៅទៀតនេះនៅក្នុងវីដេអូដោយបងប្អូនបានឃើញជាក់ស្ដែងហើយទស្សនាដោយយកចិត្តទុកដាក់នៅចំណុចមួយព្រោះចំណុចអស់នេះគឺអាចនឹងមានប្រយោជន៍ដល់បងប្អូននៅពេលក្រោយពេលដែលបងប្អូនមានការងារឬក៏ទទួលការងារបែបនេះយកមកធ្វើនៅក្នុងដៃដូច្នេះហើយកម្មការនេះរបស់យើងចាប់ផ្ដើមលាយកំបោរស្ងួតឲ្យទៅជាកំបោរសើមឲ្យបានល្អនិងចូលជាសាច់តែមួយហើយបងប្អូនឃើញទេជាងគឺត្រូវសល់ពេលវេលាដែលមិនត្រូវចំណាយក្នុងការបិទឥដ្ឋនេះដើម្បីភ្ជាប់គ្នានោះជាងគឺចាប់ផ្ដើមចូលកាត់ឥដ្ឋចូលកាត់តាក់ទងជាមួយនឹងបាយអដែលវាលៀនចេញមកនេះដើម្បីឲ្យងាយស្រួលសម្អាតនៅពេលក្រោយហើយកំបោរនេះគឺយើងអាចយកទៅប្រើប្រាស់វិញបានដោយសារវាទៅតែកកថ្មីនោះទេហើយប្រភេទកំបោរនេះគឺយើងលាយជាប្រភេទស៊ីម៉ង់ជាមួយនឹងស៊ីម៉ង់កាវអាចនិយាយបានថាវាជាប្រភេទបាយអដែលមានភាពស្អិតខ្លាំងបងប្អូនអញ្ចឹងបន្ទាប់ពីកម្មនីរបស់យើងបានលាយកំបោររួចហើយក៏យកមកឲ្យជាងដើម្បីបន្តការងារនេះទៅមុខបន្តទៀតដូច្នេះនៅក្នុងវីដេអូនេះគឺខ្ញុំមានការបង្ហាញត្រឹមតែប៉ុណ្ណេះហើយការងារនេះគឺនឹងមានដល់វគ្គបន្តទៀតណាបងប្អូនដូច្នេះបងប្អូនយើងនឹងជួបគ្នានៅវីដេអូបន្តទៀតហើយវីដេអូនេះសង្ឃឹមថាបងប្អូននឹងទទួលបានបទពិសោធន៍ថ្មីបន្ថែមនិងជួយចែករំលែកនៅក្រោម comment ទាំងអស់គ្នាខ្ញុំសង្ឃឹមថាការអភិវឌ្ឍនិងការជឿនលឿនគឺនឹងដើរទៅទន្ទឹមគ្នាជាមួយនឹងការងារដែលយើងខំប្រឹង
ធ្វើរាល់ថ្ងៃរៀងៗខ្លួនសូមអរគុណ